ដោយមើលឃើញពីសក្តានុពលនៃទីផ្សារទេសចរនៅអាស៊ីខាងត្បូងក្រសួងទេសចរកម្ពុជាបានកំពុងរៀបចំពង្រឹងនិងសម្របសម្រួលទីផ្សារនេះហើយដើម្បីជំរុញវិស័យទេសចរនៅក្នុងប្រទេសឲ្យមានកំណើនឡើងវិញដោយមានការយកចិត្តទុកដាក់ជាពិសេសដល់ការទាក់ទាញប្រជាជនឥណ្ឌាជាង1400លាននាក់ពាក់ព័ន្ធនឹងកិច្ចការងារនេះឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរបានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមអ្នកវិនិយោគឥណ្ឌានៅកម្ពុជាដោយដឹកនាំដោយលោកគីវ៉ាន់គូម៉ារិនឌីតំណាងសហគមន៍ឥណ្ឌានៅកម្ពុជានិងដោយមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធមួយចំនួនឥណ្ឌាមានប្រជាជនជាង1400លាននាក់ដោយច្រើនជាងគេបំផុតក្នុងពិភពលោកក្នុងកិច្ចប្រជុំនេះភាគីពាក់ព័ន្ធបានពិភាក្សាសម្ដៅពិនិត្យឡើងវិញអំពីលទ្ធភាពនៃការសម្របសម្រួលនីតិវិធីនៃការធ្វើដំណើរចេញចូលកម្ពុជាសម្រាប់បណ្ដាប្រទេសអាស៊ីខាងត្បូងដូចជាប្រទេសឥណ្ឌាប៉ាគីស្ថាននេប៉ាល់និងបង់ក្លាដេសជាដើមសូមបញ្ជាក់ថា11ខែនៃឆ្នាំ2025ភ្ញៀវទេសចរបរទេសចូលមកទស្សនានៅកម្ពុជាសម្រេចបានប្រមាណជាង 5.17 លាននាក់ធ្លាក់ចុះជិត 14% ប៉ុន្តែទីផ្សារទេសចរនៅអាស៊ីខាងត្បូងបានជាង 12,000 នាក់កើនឡើង 1.2% ដែរ